ផ្លូវលបឿនលឿនពីភ្នំពេញទៅក្រុងបរសេនុដកចំណូលបានប្រមាណក្នុងមួយឆ្នាំបាទសំណួរនេះពិតជាល្អណាស់ដោយសារតែផ្លូវលបឿនលឿនជាផ្លូវដែលពេញនិយមខ្លាំងបាទសម្រាប់អ្នកដែលចង់ទៅក្រុងបរសេនុគាត់តែងតែប្រើផ្លូវលបឿនលឿនហ្នឹងហើយបាទអញ្ចឹងសំណួរសួរថាគាត់រកលុយបានប្រមាណបាទមួយឆ្នាំជាខ្ញុំបានរបាយការណ៍ហេតុវត្ថុរបស់គាត់ហើយសម្រាប់ឆ្នាំ2023ជារបាយការណ៍ហេតុវត្ថុរបស់ក្រុមហ៊ុន China Construction Communications Company បាទដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road and Bridge Corporation បាទអញ្ចឹងក្រុមហ៊ុន China Road and Bridge Corporation បានទទួលសិទ្ធិសាងសង់និងទទួលផល50ឆ្នាំពីផ្លូវលបឿនលឿនភ្នំពេញទៅទីក្រុងបរសេនុអញ្ចឹងតាមរបាយការណ៍បានយើងដឹងថាបាទជាលុយចិនទេណាក្នុងឆ្នាំ2023នេះគឺគាត់រកបាន249លានRMB បាទលុយចិន249លានលុយចិនអញ្ចឹងខ្ញុំធ្វើការបម្លាយទៅជាដុល្លារដោយយកអត្រាជាមធ្យមរបស់លុយចិននៅឆ្នាំ2023ដែលជាអត្រា 7.05 បាទអញ្ចឹងយើងយកហ្នឹងយកទៅចែកទៅយើងឃើញថាមួយឆ្នាំ2023ហ្នឹងគឺគាត់រកបាន 35.3 លានដុល្លារបាទក្នុងឆ្នាំ2023 35.3 លានដុល្លារអញ្ចឹងបើតកតងមួយទៀតគឺតកតងនឹងការវិនិយោគរបស់គាត់បាទជាលុយចិនណាគឺគាត់វិនិយោគ12,843លានRMB បាទឬក៏លុយចិនអញ្ចឹងយើងគិតជាវិនិយោគរបស់គាត់ដែលយកទៅចែកនឹង 7.05 ទៅគឺ1821លានដុល្លារបាទអញ្ចឹង7,000លានដុល្លារណា1821លានដុល្លារអញ្ចឹងសួរថាចំណូល35លានដុល្លារជាងនេះតើធ្វើឲ្យគាត់ចំណេញនៅបាទអត់ទាន់ទេបើយើងយក1821លានដុល្លារនេះយកទៅចែកនឹង50ឆ្នាំបាទព្រោះដោយសារតែគាត់មានទទួលផល50ឆ្នាំយើងចែកក៏ឃើញថាមួយឆ្នាំគាត់នៅតាមហ្នឹងដែលចំណាយ36លានហើយចំណូលទៅ35លានគាត់គ្រប់គ្រាន់ទេបាទហើយណាមួយទៀតការដែលគាត់យកមានប្រភពលុយដើម្បីសាងសង់គឺបានមកពីខ្ចីធនាគារទៀតអញ្ចឹងណាគឺធនាគារ China Development Bank បាទធនាគារអភិវឌ្ឍន៍របស់ចិនណាអញ្ចឹងអានោះបើយើងថាគាត់ខ្ចី 4% បាទហើយបងការបងដើម50ឆ្នាំបងថេចុះបាទបងស្មើចុះអញ្ចឹងក្នុងករណីហ្នឹងគឺគាត់ក្នុងមួយឆ្នាំគាត់ត្រូវបងទាំងការទាំងដើមហ្នឹងអស់85លានដុល្លារបាទអញ្ចឹងបើសិនជាចំណូលត្រឹម35លានដុល្លារទីគាត់ខាតច្រើនណាស់បាទអញ្ចឹងគ្រាន់តែថាយើងមើលទៅចំណូលនៅឆ្នាំ2024វិញខ្ញុំគិតថានឹងអាចមានកំណើនពី 5% ទៅ 10%បើយើងគិតពីកំណើនអញ្ចឹងវាអាចនឹងឡើងពី35លានទៅ37ទៅ39លានដុល្លារបាទអញ្ចឹងអាហ្នឹងយើងចាំមើលចាក់ស្ដែងទេពេលខ្ញុំបានរបាយការណ៍ដល់2024ខ្ញុំនឹងអាប់ដេតបងប្អូនទាំងអស់គ្នាហើយបើសិនជាទីហោថា2025វិញគាត់អាចនឹងមានកំណើនច្រើនដោយសារគាត់បញ្ចប់ការ discount ហ្នឹងកា2023 24ហ្នឹងគាត់ discount 20%បាទអញ្ចឹងបើយើងប៉ាន់ទៅគាត់អាចរកចំណូលបាន2025បើសិនជាគាត់បញ្ចប់ discount គាត់អាចរកចំណូលបានពី45ទៅ50លានដុល្លារបាទប៉ុន្តែប៉ុណ្ណឹងក៏អត់គ្រប់គ្រាន់ដែរដោយសារតែការបងថ្លៃការថៃដើមគាត់មួយឆ្នាំបងដល់85លានអញ្ចឹងគាត់ត្រូវការចំណូល100លានជាងអញ្ចឹងពេលណាទៅគ្រប់គ្រាន់ដើម្បីឲ្យគាត់ចំណេញបានបើខ្ញុំគិតការចំណូលល្បឿននៃការកើនចំណូល 5% ថេក្នុង10ឆ្នាំជាងខាងមុខទៀតនោះនឹងគាត់នឹងបានដល់ចំណូល100លានដុល្លារជាងនៅក្នុង10ឆ្នាំជាងខាងមុខទៀតអញ្ចឹងណាអញ្ចឹងបានដើម្បីគាត់ចំណេញបានដល់ចំណូលគាត់100លានដុល្លារបាទអញ្ចឹងបានន័យថាការរកស៊ីនេះគេត្រូវការពេល10ឆ្នាំជាងដើម្បីចាប់ដើមមានចំណូលច្រើនជាងចំណាយទៅលើការបងដើមនិងបងថ្លៃ operation របស់គាត់បាទអញ្ចឹងវាត្រូវការពេលវែងឆ្ងាយណាស់តែសួរថាចំណេញអត់ជំនួយនេះចំណេញបាទគាត់